កងទ័ពថៃដាក់លក្ខខណ្ឌដល់ភាគីកម្ពុជាដោយទាមទារឲ្យជម្លៀសពលរដ្ឋខ្លួនទៅតំបន់ព្រំដែនដែលមានជម្លោះចេញឲ្យអស់ត្រឹមថ្ងៃទី7 ខែតុលាបើមិនដូច្នេះទេថៃនឹងធ្វើពហិការក្នុងការចរចាកងទ័ពភូមិភាគទី1របស់ថៃបានដាក់លក្ខខណ្ឌដល់ភាគីកម្ពុជាដោយទាមទារឲ្យខាងកម្ពុជាដាក់ផែនការជម្លៀសពលរដ្ឋរបស់ខ្លួននៅតំបន់ព្រំដែនដែលមានជម្លោះត្រឹមថ្ងៃទី7 ខែតុលាបើមិនដូច្នេះទេប្រឈមមុខនឹងការធ្វើពហិការរបស់ថៃក្នុងការចរចាទ្វេភាគីនាពេលខាងមុខឧត្តមសេនីយ៍ឯកវរយុទ្ធស្លងសុវណ្ណមេបញ្ជាការកងទ័ពថៃបានផ្ញើលិខិតបន្ទាន់មួយនៅថ្ងៃទី3 ខែតុលាទៅកាន់យោធភូមិភាគទី5របស់កម្ពុជាដោយដាក់លក្ខខណ្ឌជាមុនសម្រាប់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ RBC ដែលក្រុងធ្វើនៅថ្ងៃទី10 ទី 12 ខែតុលានៅខេត្តបន្ទាយមានជ័យយោធាថៃកំពុងទាមទារឲ្យកម្ពុជាជម្លៀសជនស៊ីវិលរបស់ខ្លួនចេញពីទីតាំងប្រកួតប្រជែងចំនួន3ក្នុងខេត្តស្រះកែវគឺភូមិបានណងច័ន្ទនិងភូមិបានណងយ៉ាកៅក្នុងស្រុកខកសុងនិងភូមិបានតាប្រាយ៉ាក្នុងស្រុកតាប្រាយ៉ាកម្ពុជាធ្លាប់បានបដិសេធហើយថាភូមិខ្មែរ2នៅភូមិអូ3ជាន់ជាទឹកដីខ្មែរដែលប្រជាពលរដ្ឋបានរស់នៅជាច្រើនទសវត្សរ៍មកហើយដូច្នេះថៃមិនអាចឲ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋនៅក្នុងទឹកដីកម្ពុជាបានឡើយ។